ហាងកញ្ឆាជាង7,000កន្លែងនៅថៃខាតបះដៃបះជើងសម្រេចបិទទ្វារក្រោយមានបទបញ្ជាថ្មីដ៏តឹងរ៉ឹងគណៈមេបកកញ្ឆាជិតខ្ទាតពីអំណាចវិស័យកញ្ឆានៅប្រទេសថៃដែលធ្លាប់ទៅរីកដូចផ្សិតដោយអនុញ្ញាតឲ្យប្រើប្រាស់ដោយសេរីនិងស្របច្បាប់នោះពេលនេះកំពុងតែក្រឡាប់ចាក់ដោយហាងកញ្ឆារហូតដល់7,297កន្លែងនៅក្នុងប្រទេសនេះខាតបះដៃបះជើងសម្រាប់បិទទ្វារក្រោយមានបទបញ្ជាថ្មីដ៏តឹងរ៉ឹងគណៈនាយករដ្ឋមន្ត្រីអនុทิនឆានវិរគុលមេបកភូមិใจថៃដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុម័តច្បាប់ឲ្យប្រើប្រាស់កញ្ឆាដោយសេរីនិងស្របច្បាប់ជិតដល់ពេលខ្ទាតពីអំណាចនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី1ខែមករាឆ្នាំ2026ទិន្នន័យបង្ហាញថាហាងកញ្ឆា7,297កន្លែងដែលបានបិទទ្វារនេះគឺស្មើនឹង 84.5% នៃហាងកញ្ឆាដែលមានអាជ្ញាប័ណ្ណបានផុតសុពលភាពក្នុងឆ្នាំ2025សូមបញ្ជាក់ថានៅក្នុងឆ្នាំ2025នៅក្នុងប្រទេសថៃមានហាងកញ្ឆារហូតដល់ 18,000 កន្លែងហើយមកទល់នឹងដើមឆ្នាំ2026នេះគឺនៅតែមាន11,136 កន្លែងប៉ុណ្ណោះមូលហេតុចម្បងនៃការបិទទ្វារនេះគឺដោយសារបទបញ្ជាថ្មីរបស់ក្រសួងដែលបានរៀបចំឡើងដើម្បីលុបបំបាត់ការប្រើប្រាស់សម្រាប់គោលបំណងកម្សាន្តអារម្មណ៍តាមច្បាប់បច្ចុប្បន្នផ្កាកញ្ឆាត្រូវបានចាត់ទុកថាជារុក្ខជាតិក្រោមការគ្រប់គ្រងហើយការលក់ត្រូវបានអនុញ្ញាតឲ្យតែអ្នកជំងឺដែលមានវិជ្ជាជីវៈត្រឹមត្រូវពីគ្រូពេទ្យជំនាញប៉ុណ្ណោះនិងកំណត់ត្រឹមបរិមាណសម្រាប់ការប្រើប្រាស់រយៈពេល30ថ្ងៃបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចគឺតម្រូវការឲ្យមានគ្រូពេទ្យបុរាណដែលមានអាជ្ញាប័ណ្ណប្រចាំការនៅហាងជារៀងរាល់ថ្ងៃចំពោះសហគ្រិនជាច្រើនដែលបានវិនិយោគប្រាក់រាប់លានបាតក្រោយការអនុញ្ញាតឲ្យប្រើប្រាស់កាលពីឆ្នាំ2022បានកើនឡើងនៃថ្លៃចំណាយប្រតិបត្តិការនិងការបាត់បង់អតិថិជនប្រើប្រាស់កំសាន្តបានធ្វើឲ្យអាជីវកម្មរបស់ពួកគេមិនអាចបន្តទៅមុខទៀតបានកង្វល់ផ្នែកសុខភាពសាធារណៈក៏ជាកត្តាសំខាន់នៅក្នុងការផ្លាស់ប្តូរគោលនយោបាយនេះដែរទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញថាចាប់តាំងពីឆ្នាំ2022មកករណីពុលកញ្ឆាបានកើនឡើង3ដងហើយករណីញៀននិងជំងឺផ្លូវចិត្តដោយសារកញ្ឆាបានកើនឡើងដល់ទៅ7ដងនៅក្នុងតំបន់ទេសចរសំខាន់ករណីសង្គ្រោះបន្ទាន់ពាក់ព័ន្ធទៅនឹងកញ្ឆាបានហក់ឡើងខ្ពស់ក្នុងនោះជាង 80% ជាភ្ញៀវទេសចរបរទេសហេតុនេះរដ្ឋាភិបាលបានកំណត់ឲ្យភ្ញៀវទេសចរត្រូវតែពិគ្រោះជាមួយគ្រូពេទ្យថៃនិងទទួលបានវិញ្ញាបនបត្រវិជ្ជសាស្ត្រជាមុនសិនទើបអាចទិញកញ្ឆាបានដោយស្របច្បាប់វិធានការដ៏តឹងរ៉ឹងនេះក៏រួមបញ្ចូលទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មកញ្ឆាគ្រប់ទម្រង់និងការហាមជក់កញ្ឆានៅទីសាធារណៈដែលអាចប្រឈមនឹងការផាកពិន័យរហូតដល់ប្រមាណ$700ទោះបីជាអ្នកគាំទ្រវិស័យកញ្ឆាព្រមានថាច្បាប់នេះផ្ដល់ផលចំណេញចំពោះតែក្រុមហ៊ុនធំដែលមានដើមទុនច្រើនក៏ដោយក៏រដ្ឋាភិបាលថៃនៅតែអះអាងថាការផ្លាស់ប្ដូរនេះគឺជាការចាំបាច់ដើម្បីផ្ដល់អាទិភាពដល់សុវត្ថិភាពសាធារណៈនិងភាពស្របច្បាប់ផ្នែកវិទ្យាសាស្ត្រខ្ញុំមុនីវ័នពី RT News